yellow basket I wrote a letter to my love, and on the way I dropped it, I dropped it, and on the way I dropped it. ហេសួស្តីអ្នកនរគ្នាជួបខ្ញុំបាទទៀតហើយ Dina Food Table ខ្ញុំបង្ហាញពីសកម្មភាពខ្លះៗទាក់ទងទៅនឹងការដំឡើងទ្វារបញ្ជាក់អ្នកនរគ្នានេះជាប្រភេទស្លឹកទ្វារចាស់ទេតែសម្រាប់ពូហើយនឹងនីវជាប្រភេទឈើថ្មីអីវ៉ាន់ថ្មីអ្នកនរគ្នាចង់ដឹងតម្លៃទាក់ទងទៅនឹងការដំឡើងនិងការធ្វើថ្នាំអីអាចទំនាក់ទំនងមកតាមរយៈ Telegram បានដែលភ្ជាប់ជាមួយនឹង095នៅថ្ងៃហ្នឹងខ្ញុំមានដំណឹងពិសេសសម្រាប់យើងចប់ចូលឆ្នាំខ្មែរហើយគឺខាងខ្ញុំមានចាប់ផ្ដើមបើកលក់ថ្នាំវិញហើយបញ្ជាក់អ្នកនរគ្នាថ្នាំនេះខ្ញុំបានកាត់ស្តុបពីកន្លែងបោះដុំផ្ទាល់តែម្ដងអញ្ចឹងតម្លៃវាមានលក្ខណៈធូរថ្លៃជាងពីមុនមែនទែនអ្នកនរគ្នាចង់ដឹងអំពីថ្នាំតម្លៃថ្នាំអីអាចឆាតមកតាមរយៈ Telegram បានចង់សាកសួរព័ត៌មានចង់ដឹងអំពីរបៀបនៃការប្រើប្រាស់ប្រភេទថ្នាំនីមួយៗចង់ស្វែងយល់អំពីថ្នាំនីមួយៗពីព្រោះខ្ញុំជឿជាក់ថាក្នុងសម័យកាលនេះជាសម័យកាលយុគ9ហើយអញ្ចឹងខ្ញុំជឿជាក់ថាគ្រប់ផ្ទះទាំងអស់តែងតែមានគ្រឿងសង្ហារិមប្រភេទប៉និតណាមួយហើយយើងប្រើមករយៈពេលយូរឆ្នាំហើយវាមានបញ្ហាស្លកពណ៌ហើរពណ៌ប្រេះបញ្ហាស្អីមួយចំនួនដែលតាក់ទងទៅនឹងគ្រឿងសង្ហារិមយើងហើយយើងចង់ធ្វើការប៉ូលាឬក៏ធ្វើការបាញ់ឡើងវិញហើយធ្វើការជួសជុលឡើងវិញហើយមិនដឹងទៅរកសេវាកម្មខាងណាអ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានតាមរយៈ Telegram អ្នកនរគ្នាអាចរៀនជាមួយខ្ញុំក៏បានឬក៏ចង់ទិញថ្នាំពីខាងខ្ញុំញឹមទៅខាងខ្ញុំនឹងប្រាប់តាក់ទងទៅនឹងរូបមន្តក្នុងការប្រើប្រាស់ថ្នាំមួយប្រឹក្សាយោបល់ដល់យោបល់តាក់ទងទៅនឹងការធ្វើថ្នាំទាំងអស់នេះពីព្រោះខាងខ្ញុំមានលក្ខណៈជាឈុតសម្រាប់បងប្អូនយកទៅប្រើប្រាស់ខ្លួនឯងរៀនតិចតួចយើងអត់ចង់ចំណាយទៅលើជាងថ្លៃជាងតាក់ទងទៅនឹងការធ្វើស្អីឲ្យអស់ច្រើនលើនឹងទេពីព្រោះអ្វីក៏ដោយដែលយើងធ្វើចេញពីដៃខ្លួនឯងគ្រាន់តែយើងទិញសម្ភារៈមួយចំនួនទេដូចជាថ្នាំដូចជាការប្រើប្រាស់វិធីប្រើប្រាស់អីហ្នឹងគឺខាងខ្ញុំផ្ដល់ឲ្យ free តែម្ដងបញ្ជាក់អ្នកនរគ្នាសម្រាប់អ្នកដែលចង់ដឹងព័ត៌មានសូមទៅតាក់ទងតែមួយលេខហ្នឹងមកគឺលេខ Telegram ដែលជាប់ជាមួយនឹង095ហ្នឹងឯងពីព្រោះតាក់ទងទៅនឹងរឿងថ្នាំរឿងអីនេះខ្ញុំមានបទពិសោធន៍ជាង10ឆ្នាំមកហើយតាក់ទងទៅនឹងការធ្វើថ្នាំខ្ញុំគិតថារយៈពេលនៃជាង10ឆ្នាំរបស់ខ្ញុំនេះវាល្មមគ្រប់គ្រាន់ឲ្យតែតាក់ទងទៅនឹងរឿងថ្នាំខ្ញុំអាចអួតបានថាមានអ្វីមួយដែលខ្ញុំមិនអាចដោះស្រាយបានទេឲ្យតែតាក់ទងទៅនឹងរឿងធ្វើថ្នាំគ្រឿងសង្ហារិមចឹងខ្ញុំមានទំនុកចិត្តជឿជាក់ក្នុងការធ្វើថ្នាំឡើងងាកមកការដំឡើងរបស់ពួកខ្ញុំវិញការដំឡើងទ្វារនេះគឺទ្វារវាមានចំនួន5វងអ្នកនរគ្នាហើយបញ្ជាក់អ្នកនរគ្នាជាប្រភេទទ្វារចាស់ទេស្លឹកទ្វារចាស់តែចំពោះពោះនីវអីហ្នឹងយើងដាក់ថ្មីទាំងអស់តែម្ដងនេះអ្នកនរគ្នាមើលទៅនេះត្រឹមតែទឹកតំណប់ទី1ទេយើងលាប NC ហើយយើងលាប BU ទឹកតំណប់ចូលទឹកតំណប់ទី2គឺឃើញផុសក្រយៅមកស្អាតតែម្ដងឃើញអត់តាក់ទងទៅនឹងការធ្វើថ្នាំមានគ្នាយើងឆ្ងល់ច្រើនតាក់ទងទៅនឹងរឿងថ្នាំ NC ហើយនឹង BU រឿងហ្នឹងខ្ញុំធ្លាប់បាននិយាយពីមុនមកហើយប៉ុន្តែអត់អីទេចាំខ្ញុំចេញក្នុងវីដេអូខាងក្រោយខ្ញុំនឹងបកស្រាយចម្ងល់អ្នកនរគ្នាតើប្រភេទថ្នាំ NC ហើយនឹង BU ឬក៏ TGI ហ្នឹងតើវាខុសគ្នាយ៉ាងម៉េចខ្លះនិងគុណសម្បត្តិរបស់វាមានលក្ខណៈពិសេសគ្នាត្រង់ណាអញ្ចឹងចាំវីដេអូខាងក្រោយខ្ញុំនឹងធ្វើការលម្អិតជូនអ្នកនរគ្នាម្ដងទៀតតាក់ទងទៅនឹងរឿងថ្នាំពីព្រោះរឿងថ្នាំនេះវាមិនខុសអំពីគ្រឿង make up របស់មនុស្សស្រីប៉ុន្មានទេវាអត់ខុសគ្នាតែម្ដងពីព្រោះថាស្អាតឬមិនស្អាតតាក់ទងទៅនឹងអាការគ្រឿង make up ចុងក្រោយហ្នឹងហើយគ្រឿងសង្ហារិមមិនថាទឹកដៃអ្នកឆ្លាក់មើលទៅស្អាតកម្រិតណាក៏ដោយប៉ុន្តែបើមើលទៅរបៀបនៃការធ្វើថ្នាំសម្អាតចុងក្រោយនឹងគឺអត់ស្អាតគឺចប់ហើយ0តែម្ដង